សូមជម្រាបសួរប្រិយមិត្តដែលកំពុងទស្សនានៃការផ្សព្វផ្សាយចេញពីគេហទំព័រកម្ពុជាថ្ងៃនេះជាទីគោរពរាប់អានបាទមកដូចប្រិយមិត្តបានឃើញនៅក្នុងទិដ្ឋភាពនៃការផ្សព្វផ្សាយនេះគឺស្ថិតនៅទីតាំងភោជនីយដ្ឋានទឹកសាបគឺនៅជាប់ចិត្តផ្លូវជាតិលេខ4ក្នុងក្រុងកំពង់សោមបាទខេត្តព្រះសីហនុគឺមកពីក្រុងកំពង់សោមមកដល់ស្ពានទឹកសាបហ្នឹងនៅក្នុងស្ដាប់ដៃបាទជាពី300ម៉ែត្រឃើញហើយបាទបាត់ស្ដាប់មកពីភ្នំពេញបាត់ឆ្វេងបាទហើយឃើញថាម្ចាស់ទីតាំងនេះបានរៀបចំខាងកន្លែងនេះគឺមើលទៅមានអនាម័យបរិស្ថានល្អណាស់តាមពីកន្លែងចតយានយន្តហ្នឹងគឺថាធំទូលាយតែម្ដងនេះទៅឃើញជាក់ស្ដែងនេះបាទនៅខាងមុខផែបាទផែព្រែកទឹកសាបហ្នឹងបាទមានកង់មានក្បូនសម្រាប់ដល់ជូនភ្ញៀវទេសចរជិះកម្សាន្តនៅលើព្រែកផងបាទនេះតាមដើមឈើធំធំប្រឈឹងប្រឆ័យវិជ្ជៈតែម្ដងមានទឹកធ្លាក់សពនិមិត្តអីចឹងទៅហើយនៅបរិវេណខាងក្នុងមានបម្រើសេវាកាហ្វេម្ហូបអាហារទាំងម្ហូបខ្មែរទាំងម្ហូបបែបបរទេសបាទហ្នឹងហើយគេមាន2 3ជាន់សម្រាប់ជំរើសដល់ភ្ញៀវមកទទួលទានចំណីអាហារផ្សេងនឹងទឹកធ្លាក់ដល់ថតរូបអនុស្សាវរីយ៍ចឹងទីតាំងនេះទៅបើកសម្ពោធប្រហែលសប្តាហ៍ហ្នឹងទេបាទដើមខែកុម្ភៈឆ្នាំ2026ហ្នឹងទេសាក់ល្មងហ្នឹងហើយនេះទៅមើលផ្នែកខាងក្នុងតិចទៅមើលមានអីខ្លះមានបរិស្ថានមានផ្កាមានភ្ញីអីត្រោះកំប្រងល្អណាស់បាទនេះផ្នែកខាងក្នុងបាទបាទចូលមកតិចតែម្ដងនេះកាហ្វេមានស្រាគ្រប់មុខនំចំណីបង្អែមចំមាបាត់ផ្លេបាទនៅថាធំទលាយកន្លែងក្មេងលេងតិចតួចទៀតដែរនេះខាងនេះបាទអូតុអាហារខាងនេះសុទ្ធមកតុនេះពេញតែម្ដងបាទតុនេះគ្រប់តែម្ដងដូចធ្លាប់ឃើញមុខបាទតុនេះធ្លាប់ឃើញមុខកន្លែងក្មេងតុបទឹកខាងនោះទឹកក៏ល្អស្អាតណាស់ដែរអនាម័យបាត់តំផឹងតែម្ដងតុបទឹកបាទទឹកនេះស្អាតទៅទៀតមើលតុបទឹកអត់ទោះនេះកន្លែងក្មេងលេងបាទចឹងសូមអញ្ជើញភ្ញៀវទេសចរជាពិសេសភ្ញៀវជាតិបាទតែចង់មកទីតាំងទទួលទានបែបធម្មជាតិអាហារគ្មានជាតិគីមីគឺទឹកសាបបាទវានៅគល់ស្ពានទឹកសាបតែម្ដងបាទសូមអរគុណជូនពរសុខសប្បាយរីករាយថ្ងៃទិវានៃក្តីស្រឡាញ់បាទ14 កុម្ភៈ 2026ទាំងអស់គ្នាបាទសូមអរគុណជម្រាបលាបាទ